បាទសូមស្វាគមន៍ការចូលមកកាន់ Channel OBN Unlock បាទថ្ងៃនេះខ្ញុំមាន Redmi 9C ជាប់ Google Account តោះសូមមើលវីដេអូរបស់ខ្ញុំយើងចូលមកដល់ប្រើ Unlock Tool ឥឡូវយើងរើស FOP មក Redmi 9C អឺផលិតទូរស័ព្ទនឹងមកបាទហើយយើងចុច Flip មុខដកដូចចូលបាទពេលនោះវានឹងស្គាល់ហើយ Era FOP គឺជាការស្រេចបាទអញ្ចឹងពពួក Android ពពួក CPU MTK គឺលឿនទេណាងាយស្រួលហើយបើសិនជាបងប្អូនត្រូវការ tool អ្វីផ្សេងៗអាចតាក់ទងមកខ្ញុំបាន tool ឬក៏ schematic ឬក៏ជាប្រភេទbypass SN ឬក៏ដោះដាច់អីអាចតាក់ទងមក channel ខ្ញុំបានណាបាទឥឡូវយើងរងចាំវាបន្តិចទេវានឹងជាប់សញ្ញាហ្នឹងអូខេឥឡូវសូមជួយចុច Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗអូខេនេះអានលក់ Tool បាទបងប្អូនអាចធ្វើការ order ជាមួយខ្ញុំបានចូលមកវាមាន3ខែមាន6ខែនិង1ឆ្នាំអញ្ចឹងបងប្អូនពេញចិត្តនៅមួយណាអាចធ្វើការឆាតទំនាក់ទំនងមកខ្ញុំបានឬក៏សាកសួរព័ត៌មានពីខ្ញុំបានណាអូខេបាទអឺ ឥឡូវយើងទូរស័ព្ទនេះយើងដោះរួចហើយឥឡូវវាជាប់recovery mode recovery mode នេះវាចេញជាអក្សរចិនអញ្ចឹងខ្ញុំអត់ចេះអក្សរចិនទេអញ្ចឹងខ្ញុំមានតែប្រើទូរស័ព្ទមួយទៀតដើម្បីយកមកធ្វើការ translate បាទយើងយកទូរស័ព្ទមួយទៀតមកយកមកធ្វើការ translate វាទៅអូខេចាំតិចបាទយើង translate វារួច translate ទីភាសាអង់គ្លេសទៅគឺយើងស្រួលប្រើហើយយើងអាច translate នៅលើទូរស័ព្ទនោះតែមកតែយើងប្រើទូរស័ព្ទមួយទៀតដើម្បី translate អញ្ចឹងណាបាទយើងរងចាំបន្តិចកំពុងតែស្រេកំពុងតែរើសភាសាសិនព្រោះវា version ព្រោះវាអក្សរចិនអញ្ចឹងចិនទៅអង់គ្លេសបាទហើយយើងធ្វើការ scan បាទឥឡូវយើង scan យើងឃើញហើយអូខេឥឡូវយើងបកប្រែបានហើយឥឡូវយើងនិចយើងចុចវាទៅអូខេវានឹងដល់ menu យើងទៀតយើងនឹងនិចវារហូតតើវាជាប់ Google account ដែរឬទេបើនិយាយចំពោះពពួក CPU MTK គឺវាមានភាពងាយស្រួលច្រើនបាទឥឡូវយើងធ្វើការនិចវាទៅមុខបន្តទៀតបាទហើយយើងយកដុន copy អូខេឥឡូវថា Google account របស់យើងត្រូវបានដោះបានជោគជ័យហើយឥឡូវយើងចុចពាក្យថា script អូខេនិចវាទៅមុខមកបាទទៅមុខទៀតអស់ហើយហើយរើសគេ Android 13បាទអូខេអញ្ចឹងមានថាការដោះ
ក៏ account នៅលើ Redmi 9C ស្ថិតនៅលើ chip MTK គឺដោះបានដោយជោគជ័យបាទអញ្ចឹងបងប្អូនសូមជួយចុច Subscribe Channel ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗអូខេហើយបើសិនជាពេញចិត្តអីអាចជំរាបចំណងខ្ញុំបានផ្ទាល់ណា